សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះពួកខ្ញុំកំពុងតែធ្វើដំណើរទៅញ៉ាំនំបញ្ចុកពេលអាហារពេលព្រឹកឡើងវីដេអូនេះកាលពីឆ្នាំ2023ខែកបួយត្រូវនៅថ្ងៃទីអ៊ុំទូកទី3ដែរបងប្អូនពួកខ្ញុំមកធ្វើកំណើតើមើលទេសភាពត្រាបងប្អូនទេសភាពពិតជាស្រស់ស្អាតគួរឲ្យទស្សនាឥឡូវនេះពួកខ្ញុំញ៉ាំនំបញ្ចុករួចរាល់អស់ម្នាក់ម្ចានឯកហើយពួកខ្ញុំក៏បានមកស្រែងរបស់លក់អនុស្សាវរីយ៍នៅសៀមរាបរបស់យើងពួកខ្ញុំអ្នកខ្លះទិញខោអាវអ្នកខ្លះទិញបបអ្នកខ្លះទិញវ៉ែនតាអ្នកខ្លះទិញឆាត់តែមានវ៉ែនតាតែមាននៅទីនោះរបស់លក់អនុស្សាវរីយ៍តើមើលត្រឹបតែតូបណាត្រូវទិញតូបណាមិនត្រូវទិញប៉ុន្តែពួកខ្ញុំនៅតែទិញអវ៉ាន់របស់របរច្រើនមែនទែននៅសៀមរាបនឹងហើយនេះមិនរបស់ខ្ញុំគាត់មិនតែជារើសរបួសសម្រាប់ពាក់តាខ្ញុំអង្គរបត់របស់យើងចំណែកក្អូនជ្រុនបួររបស់ខ្ញុំកំពុងតែរើសវ៉ែនតាពាក់វ៉ែនតាសម្រាប់តារីខ្ញុំអង្គរបត់ចំណែកម៉ាក់របស់ខ្ញុំគាត់កំពុងតែមើលថាអាវទី3កំព្រែសម្រាប់ទិញយកមកផ្ទះវិញម្នាក់ចេះរើសយកស្អាវយកបោកយកហើយពួកខ្ញុំតែបានធ្វើដំណើរបន្តទៅអង្គរធំជិះនឹងឡានធ្វើអង្គរធំប៉ុន្តែពួកខ្ញុំមិនទាន់បានឈប់ទេជិះវិលជុំតើរកន្លែងឈប់នៅថ្ងៃនោះជិះនឹងឡានមើលទិដ្ឋភាពនៅក្នុងអង្គរធំវិលជុំពិតជាស្រស់ស្រាយអារម្មណ៍ល្អពួកខ្ញុំទៅថាកូនតាម៉ែយើងពិតជាអស្ចារ្យមែនទែនបងប្អូនតែបានសរសើរប្រសាទដែលបោកដែលស្អាតទោះជាថាស្វែងចឹងគឺប្រសាទអង្គរវត្តរបស់យើងពួកខ្ញុំកំពុងតែជិះឃើញទិដ្ឋភាពឡើងស្រស់បំព្រមនៅក្នុងអង្គរធំរបស់យើងម្នាក់របស់គ្នាទៅមុខញញឹមរួសរាយរាក់ទាក់ទ្រាំតែឈុតអង្គរវត្តរបស់យើងធំបងប្អូនជួយ Subscribe ឲ្យខ្ញុំអ្នកបុយហមណាដើម្បីទទួលបានវីដេអូថ្មីជាបន្តទៅទៀតពួកខ្ញុំកំពុងតែជិះឃើញតាមចូលធំធនហ្វាពិតជាច្រើនមែនទែននៅពេលនោះនេះខ្ញុំថតបុយចុះយាមទៀតឃើញប្រាសាទពិតជាបបល្អមែនទែនគឺប្រាសាទអង្គរធំរបស់យើងហើយតើលោកអ្នកទៅថាឈប់តែណាដើម្បីចោះមើលប្រាសាទដែលបងប្អូនយើងស្រែកមើលប្រាសាទទៅអស្ចារ្យមែនទែនគួរឲ្យអស្ចារ្យមែនទែនប្រាសាទអង្គរវត្តរបស់ពួកយើងនេះខ្ញុំក៏សូមអរគុណបងប្អូនដែលបានពេលមើលវីដេអូនេះថតមកមួយជុំទៀតឃើញតាមឈើធំបើឆៃនាំប្រលប់ទៅឲ្យ
ភ្ញៀវទេសចរបានច្រក